ស្លមកមុខនេះនិយាយពីថាគ្រួសារខ្ញុំចូលចិត្តណាស់បងប្អូនមិនថាកូនឬក៏ប្តីរបស់ខ្ញុំទេបងប្អូនឲ្យតែស្លម្ជូរគឺពួកគាត់ចូលចិត្តណាស់ហើយចំពោះស្លមកមុខនេះគឺស្លម្ជូរស្លឹកខ្នឹងបងប្អូនគឺខ្ញុំស្លជាមួយជើងជ្រូកមួយចំហៀងយើងស្លជាមួយជើងជ្រូកហើយនឹងស្លឹកខ្នឹងនេះស្លឹកខ្នឹងទៅតែបេះមកថ្មីបេះពីភ្នំនៅជិតផ្ទះហ្នឹងឯងនេះមុននឹងយកទៅស្លគឺយើងបុកវាឲ្យម៉ត់សិនខ្ញុំបុកដោយសារត្បាល់នេះតូចបុក3 4ត្បាល់បានបុកអស់បើយើងស្លតែបន្តិចវាអត់ជូរអញ្ចឹងទៅតែយើងបុកទាំងអស់បានជូរហើយយើងបុកនេះយើងបុកមួយល្មៀហើយនឹងជាមួយខ្ទឹមសស្លឹកក្រូចអុចហើយនឹងគល់លក្រីដែរគល់លក្រីគឺខ្ញុំហាន់វាស្ដើងនេះយកមកបុកមួយត្បាល់ទៀតគឺយើងបុកស្លឹកខ្នឹងជាមួយគល់លក្រីតែមិនដាក់ស្លឹកខ្នឹងគឺយើងបុកគល់លក្រីឲ្យម៉ត់សិនឆ្លោម្ជូរមួយមុខនេះដែរគឺថាគ្រឿងក្រៅវាមានតិចតួចទេបងប្អូនតែឆ្ងាញ់យូរយើងស្លោហូបម្ដងជូរជ្រះមាត់សម្រាប់អ្នកគ្រុនអ្នកឈឺអីស្មានស្លោមួយមុខនេះហត់តែធានាថាលែងស្អប់ពេលនេះស្លឹកខ្នឹងរបស់ខ្ញុំបានបុករួចរាល់ហើយខ្ញុំស្លោហាន់ម្ទេសដាក់3 4គ្រាប់ដែរខ្ញុំមានគល់លក្រីបុកហើយខ្ញុំមានដើមទៀតមានដើមគល់លក្រីយកមកដាក់បន្ថែមទៀតបងប្អូនជាដំបូងហ្នឹងគឺយើងដាក់ខ្ទះឆ្នាំងយើងហ្នឹងដាក់ហើយចាក់ជើងជ្រូកយើងចូលមកដោយសារយើងរំលីងដំបូងអញ្ចឹងយើងដាក់គល់លក្រីម្ទេសហើយនឹងស្លឹកខ្នឹងបន្តិចបានហើយយើងរំលីងវាឲ្យឡើងចូលជាតិជាមួយនឹងរំលីងនៅចង្ក្រានយើងហ្នឹងយើងដាក់ទឹកបន្តិចទៅដាក់មកវែកឬក៏កន្លះកូនចានដើម្បីរំងាស់វារំលីងជីដំបូងហើយស្លម្ជូរនេះដែរគឺខ្ញុំប្រើជាមួយនឹងទឹកត្រីហើយនឹងទឹកប្រហុកខ្ញុំអត់បង់ប្រហុកទេរាល់ដងស្លម្ជូរខ្ញុំជ្រុំប្រហុកដាក់តែថ្ងៃហ្នឹងខ្ញុំសុំបង់ទឹកប្រហុកនិងទឹកត្រីបងប្អូនហើយយើងមានដាក់ម្សៅស៊ុបដែរពេលដែលយើងរំងាស់រំលីងមុនដំបូងនេះគឺយើងរំងាស់ឲ្យវានៅទឹកប៉ែអញ្ចឹងភក់អញ្ចឹងហើយចាំយើងដាក់ស្ករដាក់ប៊ីចេងហើយនឹងដាក់ម្សៅស៊ុបរ៉ូឌីនិងទឹកត្រីទឹកប្រហុកយើងរំងាស់វាឲ្យរៀងទឹកដាច់ទឹកហ្នឹងហើយបានយើងធ្វើការបន្ថែមទឹកម្ជូរនេះគឺងាយបំផុតក្នុងការស្លហើយលឿនហើយយើងអុជស្លឹកកន្ទ្រកដាក់អញ្ចេះមកបងប្អូនសម្រាប់អ្នកខ្លះគាត់ថាងាយតែដល់ពេលស្លគឺគាត់អត់ចេះស្លទេតិចនេះស្លវាមានតាមក្បួនតាមខ្នាតរបស់វាហើយយើងមានផ្សំគ្រឿងខុសៗគ្នាអញ្ចឹងរសជាតិក៏វាអាចខុសៗគ្នាដែរព្រោះការញ៉ាំតាមផ្ទះនីមួយៗវាអត់ដូចគ្នាទេបងប្អូនពេលដែលខ្ញុំរំងាស់ដាច់ទឹកហ្នឹងហើយខ្ញុំធ្វើការបន្ថែមទឹកដោយសារជើងជ្រូកនេះវាធំដែរអញ្ចឹងតើតែធ្វើការរំងាស់បានហូបកាត់បងប្អូនបើសិនជាយើងអត់រំងាស់វាអាចនៅនឹងស្វិតតែពេលដែលខ្ញុំស្លខ្ញុំរំងាស់វាបន្ថែមទឹកតិចឲ្យវារីងហើយបន្ថែមទៀតចាស់និយាយពីស្បែកជ្រូកដែលជាប់ជាមួយនឹងជើងជ្រូកនឹងផុយស្រួលញ៉ាំបងប្អូនគឺហូបទៅវាអត់ស្វិតអត់ឈឺធ្មេញទេហូបទៅគឺស្បែកជ្រូករបស់យើងផុយចូលជាតិជាមួយស្លឹកខ្នឹងនឹងនិយាយពីថាជូរហិលឆ្ងាញ់មែនតែនបងប្អូនមកជួយស្លឹកខ្នឹងនេះគឺខ្ញុំកម្រឆ្លោណាបងប្អូនយូរបានស្លហូបម្ដងទេអញ្ចឹងអត់សូវឃើញវីដេអូខ្ញុំស្លមកជួយស្លឹកខ្នឹងទេដោយសារអត់មានអ្នកបុកស្លឹកខ្នឹងឲ្យដោយសារដៃឈឺអញ្ចឹងហើយស្លរបស់ខ្ញុំនេះគឺខ្ញុំធ្វើការបន្ថែមទឹក2 ដងហើយដោយសារខ្ញុំរងាស់វាឲ្យរៀងនៅប៉ែម្សាខ្ញុំបន្ថែមម្សារីងនៅប៉ែម្សាខ្ញុំបន្ថែមម្សាបើសិនជាយើងថែមម្ដងច្រើនចេះគូសាច់ជ្រូកយើងវាអត់ផុយទេអញ្ចឹងតែយើងបន្ថែមតិចរីងបន្ថែមអញ្ចឹងទៅបងប្អូនហើយពេលនេះស្លរបស់ខ្ញុំចាប់ផ្ដើមស្អិនហើយថ្ងៃហ្នឹងខ្ញុំស្លរៀងច្រើនដែរអីកុំប្រកែកកាន់អីបងប្អូនឥឡូវចាប់ផ្ដើមដួសទុកដោយសារស្លថ្ងៃហ្នឹងវារៀងច្រើនដែរអញ្ចឹងយើងស្លម្ដងហូបបាន2 ពេលអីចឹងទៅដោយសារសេដ្ឋកិច្ចឥឡូវក៏មិនចំណូលផលដែរបងប្អូនយើងចេះសំចៃបានសំចៃទៅបិទក្បៀតបានចេះក៏បិទក្បៀតខ្លះទៅបងប្អូនវាមិនមានតាណាទេគ្រាន់តែបានមកហូបមកចុកអីហ្នឹងបងប្អូនពេលនេះស្លជើងជ្រូកខ្ញុំឆ្អិនឲ្យបងប្អូនតំណងអត់បងប្អូន